อันนี้คือថ្ងៃจันทร์ទី26 ខែមករា 2026 ហើយក៏វាធ្លាក់ snow ពីម្សិលមិញថ្ងៃអាទិត្យហើយដល់ថ្ងៃនេះនៅ snow ច្រើនពេកនៅកន្លែងការងារគេបិទមួយថ្ងៃហើយសម្រាប់មួយថ្ងៃដោយសារតែទូដំណើរទៅធ្វើការនោះมันកើតតាមផ្លូវ snow ច្រើនពេកសូម្បីតែនៅតាមផ្លូវនៅមុខផ្ទះគាត់អត់មានឡានមកឈូសដែរមើលនៅចឹង snow ច្រើនពេកឡានចេញទៅបានគេល្អល់តាមផ្លូវធំ highway ប្រហែលជានេះមានឡានគេឈូសប៉ុន្តែតាមផ្លូវទូចៗចូលតាមមកផ្ទះគឺគាត់ទៅ snow អត់ទាន់មានឡានឈូសនៅឡើយហើយផ្លូវវារយមានចោតបន្តិចចឹង snow ខ្ជះយ៉ាងនេះគឺឡានចេញទៅល្អល់ពេញហ្នឹងទៅអត់រួចទេនឹងមើលស្ថានភាពផ្លូវនៅមុខផ្ទះមើល snow កម្រាស់កន្លែងខ្លះប្រហែលជា2 feet មើលនេះចេញទៅអត់រួចទេនេះជោគមុខផ្ទះជោគពី driveway ដាក់មកជំនាញផ្ទះមកពុះណាក៏ពុះនេះចំទឹកគង់សារតែ snow man snow មែន snow ផុសណា snow វាដូចតែខប់ខ្សាច់ដល់ពេលធ្លាក់មកគោឡើងខាប់ឡើងមែនយើងបើ snow ផុសអាហ្នឹងវាទៅមកនេះពេញអស់ដីនឹងគ្របទៅដកទៅដល់ snow ទាំងអស់ចេះតិចច្រើនមែនទេសារទៅកោនៅលើផ្ទះសារទៅកោសសពុះហើយសេចក្ដីណាប់គេវាតិចយ៉ាងនេះហើយនឹងយើងមកទឹកពីទឹកអលីណូតអស់វត្តសេចក្ដីណាប់វាអត់ហើយអត់ក្តៅតែអាទិត្យនេះខាងមុខនេះតាម forecast នឹងមាន snow មកទៀតម្ដងថ្ងៃនេះ 70% នៃឱកាសដែលមាន snow នៅថ្ងៃសៅរ៍អាទិត្យនេះចាំមើលមកទៀតកាន់តែច្រើនមែនតើthe snowមើលលើរបូតផ្ទះ